នេះប្រហែលជា Spider-Man ជំនាន់ដែលសង្ហាបំផុតគ្រាន់តែឈុតបច្ចេកវិទ្យាខ្ពស់របស់គាត់ក៏គ្រប់គ្រាន់ធ្វើឲ្យ Spider-Man ពីជំនាន់មុនច្រណែនដែរគាត់ក៏ជាវីរបុរសអាយុតិចបំផុតក្នុងពិភព Marvel ផងដែរប៉ុន្តែទោះឈុតរបស់គាត់ទំនើបប៉ុណ្ណាក៏មិនអាចលាក់ការពិតថាគាត់នៅតែជាសិស្សវិទ្យាល័យម្នាក់បានឡើយដើម្បីឲ្យ Iron Man ឆាប់ទទួលគាត់ចូលក្រុម Avengers Peter Parker មិនសូវយកចិត្តទុកដាក់លើការរៀនទេអ្វីដែលគាត់គិតរាល់ថ្ងៃគឺការចេញទៅជួយមនុស្សនិងប្រមូលបទពិសោធន៍ជាវីរបុរសនៅក្នុងថ្នាក់គាត់តែងលួចលីសារធាតុហោស័យពីងពីងឬមិនក៏អង្គុយចាំកណ្ដឹងចេញរៀននៅម៉ោង 2:45 រសៀលកណ្ដឹងបន្លឺឡើងភ្លាមគាត់រត់ចេញពីសាលាលោតរំលងរបងចូលតាមផ្លូវតូចហើយផ្លាស់សម្លៀកបំពាក់ពាក់ឈុត Spider-Man ដែល Tony Stark បានផ្ដល់ឲ្យបន្ទាប់មកគាត់ចាប់ផ្ដើមបេសកកម្មប្រចាំថ្ងៃដូចជាចាប់ចោរលួចរថយន្តជួយប្រជាជនធ្វើក្បាច់លើដំបូលឲ្យអ្នកគាំទ្រមើលជួយស្ត្រីចំណាស់រកផ្លូវទៅផ្ទះហើយថែមទាំងត្រូវអ្នកជិតខាងស្ដីបន្ទោសរឿងបង្កសម្លេងរំខានទៀតផងបន្តិចម្ដង Peter ក្លាយជាវីរបុរសជាទីស្រឡាញ់របស់អ្នករស់នៅក្នុងតំបន់ក្រោយបញ្ចប់ការងារ Peter បានរាយការណ៍ទៅ Happy Hogan អំពីអ្វីដែលគាត់បានធ្វើភ្លាមនោះគាត់បានឃើញក្រុមចៅមួយពាក់ម៉ាស់ Avengers កំពុងប្រើអាវុធបច្ចេកវិទ្យាខ្ពស់ប្លន់ម៉ាស៊ីន ATM Peter ចូលទៅរារាំងពួកគេហើយនិយាយថាឈប់សិនតើពួកអ្នកជាក្រុម Avengers មែនទេដំបូងគាត់គិតថាជាចៅធម្មតាប៉ុន្តែភ្លាមនោះពួកគេបានប្រើអាវុធបច្ចេកវិទ្យាជនបរទេសធ្វើឲ្យ Peter ភ្ញាក់ផ្អើលយ៉ាងខ្លាំងម្ចាស់ហាងក្បែរនោះបានរាយការណ៍ទៅប៉ូលីសខណៈ Peter ខំជួយសង្គ្រោះគាត់ពេលត្រឡប់មកវិញក្រុមចោរបានរត់គេចបាត់អស់ Peter តាក់ទងទៅ Happy ប្រាប់អំពីអាវុធចម្លែកទាំងនោះប៉ុន្តែ Happy ប្រាប់ថា Tony Stark បានលក់ Avengers Tower ហើយពួកគេកំពុងផ្លាស់ទៅទីស្នាក់ការថ្មីដូច្នេះគាត់មិនមានពេលដោះស្រាយរឿងនេះទេហើយក៏ប្រាប់ Peter កុំឲ្យចូលរួមក្នុងរឿងគ្រោះថ្នាក់ទៀតត្រឡប់ទៅកាលពី5ឆ្នាំមុនបន្ទាប់ពីសង្គ្រាមធំនៅញូវយ៉កក្រុមហ៊ុន Stark Industries និងរដ្ឋាភិបាលបានបង្កើតនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ Damage Control ដើម្បីប្រមូលសំណល់បច្ចេកវិទ្យាជនបរទេសមុនពេលនោះ Adrian Toomes និងក្រុមកម្មកររបស់គាត់ជាអ្នកទទួលការងារនេះប៉ុន្តែពេលរដ្ឋាភិបាលដកការងារយកវិញ Toomes បានបាត់បង់មុខរបរហើយចិត្តខ្សែធនព្រោះគាត់បានខ្ចីប្រាក់ជាច្រើនសម្រាប់គម្រោងនេះជាសំណាងក្រុមរបស់គាត់បានលួចទុកសំណល់បច្ចេកវិទ្យាជនបរទេសមួយចំនួនហើយយកវាមកផលិតអាវុធទំនើប Toomes បានសម្រេចរកស៊ីលក់អាវុធទាំងនេះហើយនិយាយថាពិភពលោកកំពុងផ្លាស់ប្ដូរពួកយើងក៏ត្រូវផ្លាស់ប្ដូរដែរ5ឆ្នាំក្រោយមក Toomes បានក្លាយជាអ្នកជួញដូរអាវុធខុសច្បាប់ដ៏ធំម្នាក់គាត់ផលិតឈុតហោះហើរដែលមានរូបរាងដូចសត្វថ្មាហើយត្រូវបានគេស្គាល់ថាជា Vulture ក្រុមចៅដែល Peter បានជួបនៅធនាគារគឺជាអតិថិជនរបស់ Vulture ក្រោយត្រឡប់មកផ្ទះ Peter ព្យាយាមចូលបន្ទប់ដោយស្ងាត់មិនឲ្យ Aunt May ដឹងប៉ុន្តែពេលបើកទ្វារគាត់បានឃើញមិត្តជិតស្និទ្ធ Ned កំពុងអង្គុយរង់ចាំ Ned ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដឹងថា Peter ជា Spider-Man ហើយសន្យាថានឹងរក្សាការសម្ងាត់ប៉ុន្តែគាត់តែងសួរសំណួរមិនចេះចប់ដូចជាតើអ្នកអាចបញ្ចេញពីបានទេតើអ្នកអាចហៅហ្វូងពីងពីងមកជួយបានទេតើអ្នកអាចបាញ់សរសៃពីងពីងបានឆ្ងាយប៉ុណ្ណា Peter ត្រូវអធិប្បាយម្ដងហើយម្ដងទៀតថាគាត់មានសមត្ថភាពទាំងនេះដោយសារត្រូវពីងពីងពិសេសមួយខាំនៅសាលាសិស្សស្រីជាច្រើនកំពុងនិយាយអំពី Spider-Man Ned ទប់មាត់មិនជាប់ក៏និយាយថា Peter ស្គាល់ Spider-Man ភ្លាមសិស្សទាំងថ្នាក់ងាកមកមើល Peter រួមទាំង Lace ដែលជានារីដែលគាត់លួចស្រឡាញ់ផងដែរសិស្សប្រុសអ្នកមានម្នាក់បានប្រកួតប្រជែងឲ្យ Peter នាំ Spider-Man ទៅចូលរួមពិធីជប់លៀងនៅយប់នោះ Peter ទទួលយកព្រោះគាត់ចង់ប្រើឱកាសនេះបង្ហាញខ្លួននៅចំពោះមុខ Lace ប៉ុន្តែពេលស្លៀកឈុតរួចគាត់ក៏គិតឡើងវិញថាសមត្ថភាពរបស់ខ្លួនមិនគួរប្រើដើម្បីទាក់ទាញការចាប់អារម្មណ៍ឡើយភ្លាមនោះគាត់បានឃើញពន្លឺចម្លែកមួយនៅឆ្ងាយហើយបាញ់សរសៃពីងពីងហោះទៅភ្លាមនៅទីនោះគាត់បានឃើញក្រុមរបស់ Vulture កំពុងលក់អាវុធបច្ចេកវិទ្យាជនបរទេសថ្មីដែលក្នុងនោះមានសូម្បីតែដៃមនុស្សយន្តរបស់ Ultron ផងដែរ Peter ទើបដឹងថាអាវុធដែលក្រុមចោរប្លន់ធនាគារប្រើគឺបានមកពីក្រុមនេះខណៈពេលគាត់កំពុងស៊ើបអង្កេតស្រាប់តែ Ned ទូរស័ព្ទមករកគាត់